ប្អូនសម្រាយតាមហ្នឹងបងប្អូនសម្រាយតាមហ្នឹងមានន័យថាវាអត់ទាន់ត្រូវទេហេតុផលគឺបងឯងដឹងថាកាលណាបងសម្រាយតាមហ្នឹងមានន័យថាបងដឹងថាវាប្រសពគ្នានៅត្រង់ចំណុចតែមួយបាត់ហើយអូនឯងយកបងនិយាយដែរអូនឯងមើលអូនឯងដឹងថាពេលហ្នឹងវានៅទៅនឹងអត់ដឹងទេជួនកាលវាអត់ប្រសពគ្នាទេបានគេឲ្យស្រ័យបញ្ជាក់ថាវាប្រសពគ្នាហ្នឹងអញ្ចឹងបងប្អូនដើរតាមផ្ទៃកលា A P F ជុំអត់មានហើយនឹងផ្ទៃកន្លែងគេ A P F ផង A B D P ផងហើយផ្ទៃកន្លែងទាំងអស់ហ្នឹងផងតែមិនកើតអូនតែអត់កើតទៅអូនមានន័យថាមិនមានន័យថាអូនដឹងថាវាប្រសពគ្នាបាត់ហើយទៅឯងស្រ័យតាមនឹងបាត់ហើយទីពិតវាអត់ប្រសពគ្នាណាអូនទីពិតវាអត់ប្រសពគ្នាណាមិនគាត់ឯងស្រ័យតាមនឹងកើតយកបងនិយាយនេះយើងទីពិតវាអត់ប្រសពគ្នាទេណាអូនកុំយល់ច្រឡំមកទីពិតវាអត់ទាន់ប្រសពគ្នាទេតែអ្វីដែលបងអូនសម្រាយនេះគឺមានន័យថាវាប្រសពគ្នាបាត់ហើយមើលបងប្អូនយកបងនិយាយនេះគ្នាយើងអូននេះយើង Hello អូនទាំងអស់គ្នាលឺបងនិយាយដែរអូនលើបងលើបាទការសម្រាប់បងអូននេះមានន័យថាបងអូនដើរហ្នឹងគឺមានន័យថាអាសម័យអាបន្ទាត់ទាំងអស់ហ្នឹងវាមានដំណឹងបាត់ហើយមានន័យថាវានៅបន្ទាត់តែមួយបាត់ហើយអា3ហ្នឹងវានៅវាសន្ធវាប្រសពគ្នាបាត់ហើយទៅបងដើរតាមនឹងកើតទៅគេពិតអាទាំងអស់ហ្នឹងវាអត់ប្រសពគ្នាណាវាអត់ប្រសពគ្នានៅត្រង់ចំណុចណាមួយណាដែលគួរឲ្យយើងបានយើងតាមនឹងកើតគេឲ្យស្រ័យបញ្ជាក់ថាវាប្រសពគ្នាណាអូនអញ្ចឹងមិនមែនដើរតាមនឹងទេនេះយើងណាអូនឥឡូវបងមើលឥឡូវយើងរៀនទ្រឹស្បត់មួយសិនចាំឲ្យបង្កែតាមនឹងណាតែប៉ុន្តែវាតទៅមួយទ្រឹស្បត់នេះប៉ុន្តែបងចង់ដឹងថាគ្នាយើងធ្វើបានអត់បើសិនជាយើងអត់តរៀនបានអាក្លាមទៅពុះក្រៅនេះធ្វើបានទាំងអស់គ្នាទេធ្វើបានទាំងអស់គ្នាទេអញ្ចឹងមានន័យថាការគិតបងប្អូនគឺផ្ដោតទៅលើសេវាគឺដឹងដើរតាមផ្ទៃក្លាហ្នឹងហ្មងមិនអញ្ចឹងទេអូនណាសម្រាប់បញ្ជាក់បងប្អូនត្រូវដឹងថារកការសម្រាប់បញ្ជាក់យើងត្រូវសិក្សាវាច្បាស់ថាដើរតាមនឹងបានមែនអត់បងប្អូនដើរតាមនឹងវាបានត្រូវអត់ត្រូវទេមិនដើរទៅតាមហ្នឹងវាត្រូវបាទចឹងអូនណារៀនឲ្យស៊ីជំរឿតិចអូនណារៀនឲ្យស៊ីជំរឿតិចមិនមែនងាយអញ្ចឹងទេបើដាក់ងាយអញ្ចឹងគឺមិនដាក់មកទេអូនណាតែត្រូវដឹងថាបើងាយអញ្ចឹងគឺមិនដាក់មកទេណានេះឥឡូវបងមើលផ្ទៃកាឡាអីគេបងទៅកែនីផ្ទៃបែបណាអូនទៅកែនីផ្ទៃកាឡាដើរដូចសេវាបែបបិទណាអូនមើលដើរដូចសេវាបែបបិទទីពិតទៅអត់ត្រូវទេឃើញទេមានន័យថាបងដឹងថាវាប្រសពគ្នាបាត់ហើយអូនឯងយកពីសេវាអត់ទ្រឹស្បត់សេវាបងនិយាយថាមិនគ្នាយើងទ្រឹស្បត់សេវាបើសិនជា3ចំណុចវាប្រសពគ្នាយើងបានអានេះមានន័យថាយើងដើរតាមផ្ទៃកន្លងហ្នឹងបានអានេះបងអូនតន់ដឹងថាវាប្រសពគ្នាផងសិតតែបងអូនដើរតាមនឹងតែហ្មងគឺវាខុសបាត់បងអូនមិនតន់ដឹងថាវាប្រសពគ្នាទេប៉ុន្តែបងអូនហ៊ានដើរតាមនឹងអូនយកបងនិយាយដែរទាំងអស់គ្នាយកបងនិយាយនៅអូនប៉ុណ្ណឹងនេះយើង Hello បងប្អូនលើបងនិយាយដែរអូនបាទអញ្ចឹងមានន័យថាការដើរបងប្អូនគឺមិនទាន់ត្រឹមត្រូវទេណាអូនគឺអត់ទាន់ត្រឹមត្រូវទេគិតម្ដងទៀតណាអូនគិតយ៉ាមើលបរិយាញ៉ាំមកមែនបងជួយមើលបងខ្ញុំពេលលុះត្រាតែតំណែងស្មើមួយតាមទ្រឹស្បត់កន្លងគាត់ពុះមុំគេបានម្យ៉ាងវិញទៀតដេអឺកែងជាមួយដេអេណាគេអូនអត់ដាក់ដេអឺកែងដេអេយកមកអត់កើតទេណាយើងទាំងស្រាវប្រាប់គេសិនថាបានជាដេអឺកែងជាមួយដេអេអញ្ចឹងណាអូនត្រូវប្រាប់គេសិនយើងអត់ដឹងថាវាកែងមួយក៏អត់ទេឥឡូវចាំតិចបងកែហ្នឹងសមត្ថកម្មគេប្រាប់ទេហ្នឹងបងអូសមត្ថកម្មគេប្រាប់បងភ្លេចមើលតិចនេះជប់បងមើលសិនណាជប់ភ្លេចមើលប្រធានតិចមកចាំតិចចាំតិចគ្នាយើងណាអូនបាទត្រូវអូនត្រូវអូនត្រូវតោះឥឡូវយើងកែទ្រឹស្បត់នេះសិនចាំបងកែតាមនេះឲ្យណាចាំតិចយើងរៀនទ្រឹស្បត់មួយទៀតសិនណាចាប់បានចប់ទ្រឹស្បត់អូនណាបាទនេះយើងបាត់សលេងតិចអូនចុះអូនណានេះយើងបាន68ទៅឥឡូវបងមើលទ្រឹស្បត់ចាំកង្កែនឹងហើយចាំអង្គការលំហាត់នឹងឲ្យណាឥឡូវបងមើលទ្រឹស្បត់កលាមគាត់ពុះក្រៅណាអូនអ្វីដែលបងរៀនយើងបងដឹងថាមានតែពុះក្នុងតែពិតវាមានពុះក្រៅទៀតណានេះយើងទ្រឹស្បត់កលាមគាត់ពុះក្នុងបងដឹងថាទ្រឹស្បត់កលាមគាត់ពុះមុំបងប្រកាសជាសំដៅទៅលើពុះក្នុងហើយតែពិតទៅវាមានតែពុះក្រៅទៀតណាមានតែពុះក្រៅទៀត
ឥឡូវបងសេប្រធានសិនត្រីកោណ ABC ត្រីកោណ ABC មាន AD មាន AD មាន AE មាន AE ជាកន្លះបន្ទាត់ពុះជាកន្លះបន្ទាត់ពុះในមុំ BAC អាហ្នឹង BAC អាហ្នឹងកន្លះបន្ទាត់ពុះក្រៅណាអូនបន្លាយ BA ខាង A បន្លាយ BA ខាង A បន្លាយ BA ខាង A បាន F បាន F បើបន្លាយ A បើ AP ជាកន្លះបន្ទាត់ពុះក្រៅបើ AP ជាកន្លះបន្ទាត់ពុះក្រៅពុះក្រៅអីគេអូនពុះក្រៅនៃមុំនៃពុះក្រៅនៃមុំ BAC ស្រ័យថាមុំ EAP ស្មើ90និងចាំមកបន្តិចណាអូននឹង AB នៅលើ AP ស្មើជាមួយនឹង BP នៅលើ CP អានឹងពុះក្រៅណាអូនយើងរៀនធ្លាប់រៀនពុះក្នុងហើយនេះមានពុះក្រៅណាអូនយើងរៀនមានពុះក្នុងអានេះមានពុះក្រៅទៀតណា AB នៅលើ AC សន្ទុះ AB នៅលើ AC ស្តៀងគ្នាណាស្តៀងគ្នាមួយពុះក្នុងមួយពុះក្រៅឥឡូវយើងមកដល់ស្រ័យអាណាត្រីកោណ ABC មាន AE ជាកន្លះបន្ទាត់ពុះនៃមុំ BAC ឥឡូវយើងពុះត្រីកោណសិនមកអូនយើងពុះត្រីកោណសិនមកអានឹងពុះក្រៅណាអូនយកទៅរៀនណាយកទៅរៀនសិក្សាឲ្យបានច្រើនណាអូនបងប្អូនគ្នាយកទៅរៀនសិក្សាឲ្យបានច្រើនភាសាមានពុះក្រៅដែរអញ្ចឹងត្រីកោណ A B C ណាត្រីកោណ A B C ត្រីកោណ A B C មានអីគេអូនមាន AE នេះជាកន្លះបន្ទាត់ពុះនៃមុំ A BAC ណាយើងពុះមកចឹងអូនកាលណាគេប្រាប់អញ្ចឹងគេចង់និយាយថាវាពុះក្នុងហើយណាចាំស្ដីបងវាពុះក្រៅប្រាប់ថាពុះក្រៅហើយអញ្ចឹងអានេះគឺណាគឺមិនទៀតអូនជាកន្លះបន្ទាត់ពុះនៃមុំ BAC បន្លាយ BA ខាង A បាន F បន្លាយ BA វាខាង A នេះយើងបន្លាយមកបាន S ណាអូនបានបន្ទាត់ F យើងបន្លាយមកអូនបន្លាយ BA ហ្នឹងខាង A បានអីគេគឺបាន F ចឹងអូនបាន F ណាបាន F បើ AP ជាកន្លះបន្ទាត់ពុះក្រៅអូនឯងឃើញអូនអានេះគឺជាពុះក្នុងណាចំណែកឯពុះក្រៅគឺគេចង់និយាយថាពុះមុំណាអូនគេចង់និយាយថាវាពុះនៃមុំនេះណាអាហ្នឹងគេឲ្យឈ្មោះថាពុះក្រៅណា AP ហ្នឹងគឺជាកន្លះបន្ទាត់ពុះក្រៅអញ្ចឹងមានន័យថា AP ពុះក្រៅនៃមុំអីគេនៃមុំ BAC អញ្ចឹងពុះក្រៅយើងបន្លាយអានេះអញ្ចឹងអានេះគេឲ្យឈ្មោះថាពុះក្រៅមានថាមុំនេះស្មើមុំនេះអាហ្នឹងគេឲ្យឈ្មោះថាពុះក្រៅណាចាំសម្បងបានហ្នឹងឲ្យឈ្មោះថាពុះក្រៅយល់ដែរគ្នាយើងអូនយើងហេឡូអូនចង់និយាយថាអញ្ចេះអូនណាតែបងឲ្យបានបើយើងធម្មតាត្រីកោណ ABC វាអញ្ចឹងហើយ AE ជាកន្លះបន្ទាត់ពុះនៃមុំ A នេះអូនឯងឃើញទេ AE គឺជាកន្លះបន្ទាត់ពុះមុំ A អាហ្នឹងគេឈ្មោះអីគេពុះក្នុងណាអាហ្នឹងពុះក្នុងសាប់បងឲ្យបានអាហ្នឹងពុះក្នុងបើគេប្រាប់ចឹងវាពុះក្នុងហើយយើងធ្លាប់តែសិក្សាពុះក្នុងទេបើគេឲ្យកន្លះបន្ទាត់ពុះមុំបងអូនដឹងថាប្រកាសជាពុះក្នុងហើយណាពុះធម្មតាអញ្ចឹងទៅធៀបពិតទៅអូនណាកន្លះបន្ទាត់មានកន្លះបន្ទាត់ពុះក្នុងផងកន្លះបន្ទាត់ពុះក្រៅផងសាប់បងឲ្យបានណាមានកន្លះបន្ទាត់ពុះក្នុងផងមានកន្លះបន្ទាត់ពុះក្រៅផងយល់ទេមានពុះក្នុងផងមានពុះក្រៅផងហើយអានេះពុះក្នុងនៃមុំអីគេមុំ A ហ្នឹងហើយណាស្បឲ្យបានពុះក្នុងគឺពុះនៃមុំ A ហ្នឹងហើយ
ណាពុះគឺពុះមុំ A ហ្នឹងហើយឥឡូវបងមើលគេថាមិនគេថាបន្លាយអីគេបើបន្លាយ AS នេះបាទបន្លាយ BA នេះបាទខាង A បាន F បន្លាយយ៉ាងមកតំណាទៅនឹងទៅប៉ុន្តែគេថាមិននេះបន្លាយមកបើ AP ជាកន្លងគាត់ពុះក្រៅពាក្យថាពុះក្រៅពុះនៅមុំអីគេពុះក្រៅពុះមុំអីគេបងគិតចេះតែពុះមុំអីគេពុះក្រៅពុះមុំអីគេគឺពុះមុំអីបងមើលពុះមុំ A នេះគឺថាគេថាពុះមុំ A nàyឃើញអូនពីពុះមុំ A nàyតើអានេះក៏ពុះមុំ A ដែរប៉ុន្តែវាពុះក្នុងអញ្ចឹងបើពុះក្រៅវាពុះឡើងណាវិញបន្លែឃើញ A គឺជាពុះក្នុងឯងពុះក្នុងឯងពុះក្នុងយល់បងនិយាយតែពុះក្នុងនេះពុះក្នុងបើអានេះ AP ជាពុះក្រៅមានថាវាពុះឡើងនេះវាពុះអាមុំនេះ CAS នេះវាពុះឡើងហ្នឹងវាពុះមុំ AC វាពុះមុំ AC ខាងក្រៅប៉ុន្តែវាពុះមុំវាត្រូវវាលក្ខណៈរបស់វាគឺត្រូវពណ៌នេះខាងក្នុងយល់បងនិយាយនោះនេះយើងនេះយើងទទួលយកបានទេអូននេះយើងយល់ទេបង មើលបងមានបងណាអាចយល់អត់អូននេះយើងអូនទាំងអស់គ្នាមានអូនណាអាចយល់ទេអូន បងចាហ្នឹងពុះទៅខាងលើវិញបានអត់ ពុះទៅខាងលើមិនបានអូនអាហ្នឹងមានបន្ទាត់ណាបើពុះខាងលើមានតែពុះមុំរៀបហ្នឹងមែនទេពុះមុំ BAC មានថាវាពុះធៀបជាមួយនឹងអាបន្ទាត់តែបន្លាយនេះបន្ទាត់តែបន្លាយនឹងធៀបជាមួយនឹងអាជ្រុង AC នេះអូនមិនទៅពុះទៅខាងលើវិញអត់ការទេណាពុះខាងលើឯងប្រឹងពុះចេះវិញអាហ្នឹងមុំរៀបហ្នឹងអូនសាលើបងនិយាយតែអូនយល់អត់អូន បាទបងយល់ទេបង បាទឥឡូវអូនមើលពុះមកអូនពុះក្រៅណាអូនពុះក្រៅមុំអីពុះក្រៅមុំ A ហ្នឹងអាហ្នឹងពុះក្រៅអូនបែងចេះដៃរវាងពុះក្នុងនិងពុះក្រៅនេះយើងអូនអត់ចេះអាមួយពុះក្នុងអាមួយពុះក្រៅយ៉ាយើងបានអីគេយើងបាន AP នេះ AP ពីពុះខាងក្រៅពីពុះមុំ A ហ្នឹងហើយនេះពីពុះអាមុំ A តែពីពុះខាងក្រៅបើ AE នេះពីពុះខាងក្នុងណាបែងចែកដាច់មួយពុះក្នុងមួយពុះក្រៅហ្នឹងអីយ៉ាមិនទៀតនៅណាមិញបានអាហ្នឹងពុះក្រៅណាអូនមិនទៀតនៃមុំ A អញ្ចឹងស្រាប់បញ្ជាក់ថាមុំ AP អាណាមុំA នេះវាត្រូវតែស្មើ90ណាស្មើ90ហើយនឹងមានអីគេមាន AB អាហ្នឹងមានលក្ខណៈមានពីរហ្នឹងណាអូន AB នៅលើ AC ស្មើជាមួយនឹងអីគេ BP នៅលើ CP ស្តៀងគ្នាអូនស្តៀងជាមួយនឹងអាពុះក្នុងអត់បើសិនជាអានេះវាពុះក្នុងវាមិនអូននេះធម្មតាបើសិនជាត្រកោណ ABC មានអានេះមាន AE ជាពុះក្នុងអញ្ចឹងយើងបាន AB នៅលើ AC ស្មើជាមួយនឹង BE នៅលើ EC ចាំទេអូនពុះក្នុងនឹងសម្រែហើយណាគួរតែចេះអស់ហើយណាអូនចេះអស់ហើយណាសម្រែអស់ហើយប៉ុន្តែបើសិនជា AP នេះវាពុះក្រៅវិញណាបើមានបន្ទាត់មួយវាពុះក្រៅអាហ្នឹងអញ្ចឹងយើងបានមិនគឺយើងទទួលបានអីគេគឺយើងទទួលបាន AB នៅលើ AC ស្មើជាមួយនឹង BP នៅលើ CP វិញឃើញអូនមិនមែន BC នៅលើ CP ទេគឺ BP នៅលើ CP ស្តៀងគ្នាទេអូនស្តៀងណាចិត្តតែមើលអត់យល់ណាប្រាប់តិចមើលអត់យល់ណាបងប្អូនគ្នាអូនមិនយ៉ាត់តែមើលអត់យល់អាហ្នឹងលក្ខណៈរបស់វាអូនលក្ខណៈរបស់វាអញ្ចឹងឲ្យមុំអីគេមុំ AP មុំ AP មានន័យថាម៉េចលក្ខណៈរបស់ពុះក្នុងពុះក្លាំទាត់ពុះក្នុងនិងក្លាំទាត់ពុះក្រៅត្រូវតែស្មើ90កែងនឹងគ្នាមានន័យថា AE កែងជាមួយនឹង EP យល់បងនិយាយនេះយើងអូនពុះក្នុងនិងពុះក្រៅត្រូវតែកែងគ្នាណាអូនពុះក្នុងនិងពុះក្រៅនៃត្រកោណណាក៏ដោយត្រូវតែកែងគ្នាណាអូនក្លាំទាត់ពុះក្នុងនៃមុំ A និងក្លាំទាត់ពុះក្នុងនៃមុំA ដែរប៉ុន្តែវាពុះក្រៅអញ្ចឹងវាត្រូវតែកែងគ្នាចប់វាត្រូវតែកែងគ្នាអញ្ចឹងណាតែបងឲ្យបានបាទឥឡូវយើងមើលសម្រាប់អូនឥឡូវអានេះវាពុះក្នុងប៉ុន្តែមុំនេះអញ្ចឹងណាមុំមួយអានេះជាតាមមុំមួយអញ្ចឹងអាមុំនេះក៏វាស្មើគ្នាដែរប៉ុន្តែបងបន្លាយពេកនឹងវាស្ទើពេកនេះអាមុំនេះគឺជាមុំ2មុំនេះគឺជាមុំ2ណាយល់បងនិយាយអូនណាវាពុះក្នុងអានេះពុះក្រៅប៉ុន្តែលក្ខណៈរបស់វាគឺយើងពុះមុំនេះតែដូចមុំចរិតក្រៅត្រកោណអញ្ចឹងអូនណាបងយកពីមុំចរិតក្រៅត្រកោណអត់មុខមុននឹងវាចរិតក្រៅត្រកោណអីគេចរិតក្រៅត្រកោណ BAC នេះចាហ្នឹងហើយគឺជាកន្លងទាត់ពុះមុំក្រៅយល់បងនិយាយអូនឈ្មោះវាដូចតែគ្នាតែបងប្អូនមិនសូវចាប់អារម្មណ៍ហ្នឹងនិយាយថា
ធម្មតាមុំសេ AP មុំអីគេគេឲ្យឈ្មោះថាមុំអីគេមុំច្រកក្រៅទៅកោន ABC ត្រូវទេយើងត្រូវទេអូនមុំសេ AS មុំសេ AS នេះអូនត្រូវទេអូនត្រូវទេមុំច្រកក្រៅទៅកោន ABC ត្រូវអត់នេះយើង ត្រូវ នេះយើងបាទអញ្ចឹងមានន័យថាបន្ទាត់ដែលពុះក្រៅគឺពុះAP ហ្នឹងហើយពុះគេពីពុះមុំក្រៅនេះមុំហ្នឹងគឺជាមុំក្រៅត្រៃកោណតែមុំហ្នឹងមុំក្រៅត្រៃកោណ ABC អញ្ចឹងបន្ទាត់ហ្នឹងគឺបន្ទាត់ពុះក្រៅហ្នឹងហើយយល់បងនិយាយដែរតែពុតសម្រាយយកមិនសម្រាយលំហាត់យកមិញណាបងអូនចង់និយាយថានេះសម្រាប់យកមិញបងអូនអត់ត្រូវដើរតាមនឹងទេបងអូនត្រូវដើរតាមនេះគាត់ថាទ្រឹស្បត់នឹងបងអត់ទាន់បានបរៀនប៉ុន្តែបងអូនចេះលំហាត់នឹងបងអូនដើរតាមនឹងបានណាមិនចាំបាច់ដល់សម្រាប់លំហាត់នឹងទេសម្រាប់ទ្រឹស្បត់នឹងទេណាមិនចាំបាច់ដល់សម្រាប់មិនចាំបាច់ដល់សម្រាប់ទ្រឹស្បត់មួយនឹងទេយកបងនិយាយទេអូនមិនចាំបាច់ដល់សម្រាប់ទ្រឹស្បត់មួយនឹងទេណាស្បងឲ្យបានមិនចាំបាច់ដល់សម្រាប់ទេមិនចាំបាច់ដល់សម្រាប់ទេបាទឥឡូវយើងមើលសម្រាប់ឥឡូវយើងស្រាវបញ្ជាក់ថាអត់តោះបងបិចនេះទី1បងយើងស្រាយថាមានបងណាអត់យល់ទេអូនដល់ឡើងហ្នឹងហើយនេះយើងទី1យើងស្រាយថាមុំមុខក្លាំពពុះក្នុងនិងពុះក្រៅកែងគ្នានោះស្មើ90ឥឡូវបងមើលយើងមានមុំអីគេមុំ B AF កន្លែងឃើញចុចឃើញចម្លើយបាត់នេះស្មើ180ត្រូវទេអូនស្មើ180ណាមុំរៀបដល់ពេលអាមុំ B AF វាកាត់ជាមុំគេមុំ1បូកឲ្យមុំ1បូកឲ្យមុំ2បូកឲ្យមុំ2ស្មើ180ត្រូវទេយើងអូននេះមានន័យថាមុំ1បូកមុំ1បូកមុំ2បូកមុំ2ស្មើ180មូលហេតុវាស្មើមុំ B អាស័យគឺជាមុំរៀបអញ្ចឹងមានន័យថាវាស្មើ2ដងយើងបាន2ដងនេះមុំ1បូកឲ្យ2ដងនេះមុំ2អញ្ចឹងស្មើ180អញ្ចឹងនាំឲ្យមុំ1បូកឲ្យមុំ2ស្មើ90អញ្ចឹងមុំ1បូកមុំ2ស្មើមុំគេអូនមើលមុំ1បូកមុំ2នេះគឺស្មើមុំគេអានេះមុំ1អានេះមុំ2អញ្ចឹងវាស្មើមុំគេមុំAP ឃើញទេអញ្ចឹងមានន័យថាក្លាំតពុះក្នុងនិងក្លាំតពុះក្រៅត្រូវតែកែងគ្នាមុំAP ស្មើ90ដោយក្រេពិតយល់អត់នេះយើងអត់ប៉ុណ្ណឹងទទួលមើលមានបងណាអត់យល់អត់យកបងទៅមុខទៀតអត់យល់អូនណានេះយើងអូនមានអូនណាអត់យល់ទេអូនបងបងទាំងអស់គ្នាអូនមានអូនណាអត់យល់អត់អូន អត់អីទេបង បងអត់យកប្រាប់បងភ្លាមណាបងចង់ឲ្យទៅលឿនហើយនៅតែមិនចូលអញ្ចឹងវាពិបាកអូនណាយើងរៀនយើងគួរតែយល់ពីគ្នាណាមិនក្រែងចិត្តមិនអីទេតែត្រូវសួរមកណាបងចេះបងប្រាប់ហើយខ្លាចតែបងអត់ចេះទេណាឥឡូវយើងបង្ហាញថៃគេទៀតអានេះពុះក្រៅអូនស្តៀងគ្នាកុំឲ្យច្រឡំមួយពុះក្នុងមួយពុះក្រៅអញ្ចឹងចាប់ពីហ្នឹងទៅមានស្បត់ពីរណាមួយពុះក្នុងមួយពុះក្រៅកុំឲ្យច្រឡំថាមានតែពុះក្នុងឥឡូវយើងស្រាវបញ្ជាក់ថានេះបងអាចប្រាប់បងបាក់នេះធ្វើម៉េចដើម្បីសម្រេចជានឹងបានបងមើលតាមរូបនិងការគិតពិចារណាអស់បងអូនតែយើងគួរធ្វើម៉េចទៅនោះដើម្បីឲ្យបានហ្នឹងណាគេប្រាប់បងបានទេអូនឥឡូវបងផ្ដើមកំណត់ចុះទី1បងសង់បន្ទាត់1បងសង់បន្ទាត់សេនេះកាត់ជ្រុង AB កាត់ជ្រុង AB ប៉ុន្តែបងធ្វើម៉េចបងកាត់ជ្រុង A បងកាត់ជ្រុង AB ត្រង់ D ប៉ុន្តែធ្វើម៉េចឲ្យបន្ទាត់2នេះស្របគ្នាយើងសង់បន្ទាត់2ហ្នឹងឲ្យមិនធ្វើឲ្យស្របគ្នាបន្ទាត់2ហ្នឹងធ្វើម៉េចឲ្យស្របគ្នាណាបងធ្វើម៉េចក៏បានដែរប៉ុន្តែសង់ម៉េចដៅទៅ D ទៅណាក៏បានដែរប៉ុន្តែធ្វើម៉េចឲ្យបន្ទាត់2ហ្នឹងគឺស្របគ្នាបាទមិនទេកូនសិស្សធ្វើម៉េចក៏បានដែរឲ្យបន្ទាត់2ហ្នឹងគឺស្របគ្នាអូនធ្វើម៉េចក៏បានដែរឲ្យបន្ទាត់2ហ្នឹងគឺស្របគ្នាអញ្ចឹងដើម្បីសម្រាប់បញ្ជាក់ថាអាមុំនេះស្មើមុំនេះទី1គឺយើងប្រដូចត្រីកោណណាជាមួយត្រីកោណណាបងជួយសង្កេតមើលបងមកនេះយើងប្រដូចត្រីកោណណាជាមួយត្រីកោណណាឥឡូវកាលណាបន្ទាត់2នេះស្របគ្នាបងសាក់បងឲ្យបានមុំនេះស្មើមុំបានអូននេះយើងមុំនេះស្មើមុំបានបាទស្មើមុំ2មូលហេតុមុំអីគេមុំឆ្លាស់ខ្នងបាទមុំឆ្លាស់ខ្នងបន្ទាត់2នេះស្របគ្នាអញ្ចឹងមានន័យថាអានេះដើរតួជាខ្នាតអញ្ចឹងមុំនេះគឺស្មើមុំ2ណាគឺស្មើមុំ2ស្មើមុំ2ហើយមុំនេះស្មើមុំបានហើយអូនសង្កេតមើលបងសង្កេតមើលអូនមុំនេះស្មើមុំបានដែរឲ្យប្រាប់បងបានទេអូនមិនបានស្មើមុំ2អូនមុំត្រូវគ្នាមុំត្រូវគ្នាមុំត្រូវគ្នាជាមួយនឹងមុំណាអូន
F A P បាទឃើញអូនឃើញគាត់បកកែđấy F A P ណាមុំបន្ទាត់ស្អីបន្ទាត់ពីនេះគឺវាស្របគ្នាអញ្ចឹងមុំនេះហើយបន្ទាត់នេះគឺបន្ទាត់ត្រង់មួយអញ្ចឹងមានន័យថាមុំនេះគឺស្មើមុំនេះមូលហេតុមុំត្រូវគ្នាអញ្ចឹងមុំនេះក៏ជាមុំ2ដែរមុំនេះក៏ជាមុំ2ដែរដូច្នេះនាំឲ្យឥឡូវយើងដាក់ថាយើងមានអីគេអូនសាប់អត់តណាអូនយើងមានមុំអីយើងមានមុំ DCA គឺស្មើជាមួយនឹងមុំអីគេមុំ CA ប៉ៃស្មើជាមួយនឹងមុំ2នេះណាមុំ2មុំអីគេមុំត្រូវគ្នាណាមុំឆ្លាស់ក្នុងណាមុំឆ្លាស់ក្នុងដល់ទៅពេលទៅអានេះមុំ2នេះគឺអីគេមុំស្មើគ្នាមូលហេតុមុំឆ្លាស់ក្នុងចំណែកអាមុំនេះវិញក៏ស្មើមុំ2ដែរវាត្រូវគ្នាជាមួយនឹងមុំនេះមូលហេតុបន្ទាប់ពីនេះស្របគ្នាណាហើយនឹងមានមុំអីគេហើយនឹងមុំ CDA ស្មើជាមួយនឹងមុំ PAF អញ្ចឹងស្មើមុំ2អញ្ចឹងនាំឲ្យត្រីកោណអីគេនាំឲ្យត្រីកោណអីគេអូនត្រីកោណ ADC ជាត្រីកោណសមបាតណាជាត្រីកោណសមបាតត្រីកោណនេះគឺជាត្រីកោណសមបាតអញ្ចឹងវិបាកបងបានអីគេវិបាកចឹងនាំឲ្យវិបាកបងបានអីគេបងបាន DA ស្មើជាមួយនឹង AC ណា DA ស្មើជាមួយនឹង AC ឥឡូវគោលដៅបងប្អូនគឺយើងចង់ស្រានេះប៉ុន្តែដោយសារបងដឹងថាប្រកាសជាតាកតងមួយត្រីកោណមួយហ្នឹងហើយណាចាំបានបងត្រូវតែសម្រាយអានឹងសិនគឺត្រូវតែសម្រាយបញ្ជាក់ថាត្រីកោណនេះគឺជាត្រីកោណសមបាតសិនណាបងត្រូវបញ្ជាក់ថាត្រីកោណនេះគឺជាត្រីកោណសមបាតសិនអូចាំតិចចាំតិចអូនចាំតិចបាទត្រីកោណនេះគឺជាត្រីកោណសម្បត្តិយើងបាន AD ស្មើជាមួយនឹង AC ណាឥឡូវយើងត្រូវស្រាយបញ្ជាក់ថា AB នៅលើ AC AB នៅលើ AC ស្មើជាមួយនឹងBP នៅលើ CP BP នៅលើ CP អញ្ចឹងបន្ទាត់ពីនេះស្របគ្នាបន្ទាត់យើងជួបអូនយើងត្រូវឲ្យត្រីកោណណាអូនយើងត្រូវឲ្យត្រីកោណណាអូននេះយើងបើត្រីកោណណាជាមួយត្រីកោណណាដើម្បីបាន AB នៅលើ AC អូនមានតែត្រីកោណមួយនេះមានតែត្រីកោណមួយនេះជាមួយនឹងត្រីកោណបើយើងចង់បាន AB នៅលើ AC មានតែឲ្យត្រីកោណមួយហ្នឹងមិនចឹងអូនតែទាក់ទងជាមួយនឹង DA យើងមានអានេះស្របជាមួយនឹង AC ស្មើជាមួយនឹង AD ចាំតិចណាស្របអានេះអញ្ចឹងយើងបាន CP BP យើងចង់បាន CB នៅលើ BP ទៀតបដូរត្រីកោណមួយណានេះចាំតិចអូត្រីកោណអាមួយនេះជាមួយត្រីកោណមួយនេះហ៎ត្រូវអត់នេះយើងបដូរត្រីកោណមួយនេះជាមួយនឹងត្រីបាទអូនបដូរត្រីកោណមួយណាអូនជួយអូនតិចមកបងចង់ផ្លេចបាត់ហើយនេះយើងអូនបដូរត្រីកោណមួយណានេះយើងចង់បានតេត្រង់នេះអូនណាតេត្រង់ហ្នឹងAB នៅលើ AC ស្មើជាមួយនឹង BP នៅលើ CP អញ្ចឹងបើមួយពុះក្នុងមួយពុះក្រៅត្រូវកែងគ្នាតែយើងបានមួយនេះយើងបានមួយនេះណាយើងបានមួយហើយនេះយើងបានមួយណាយើងបានមួយប៉ុន្តែសាលាមួយនេះសាលាមួយហ្នឹងតែយើងគួរធ្វើមិនណាអូនជួយ ADC ជាមួយ ABP ADC ជាមួយនឹង ABP ហើយតោះបានយើងដូរពីAD យើងបន្លាប់ពី BP មកវិញទៅតែ AC ទៅក្រោម AB បើប្រើតាមតលេសវាលឿនជាងនេះអូនដោយសារអីមានបន្ទាត់ពីនេះស្របគ្នាអញ្ចឹងយើងបានជ្រុងវែងនៅលើជ្រុងខ្លី BP នៅលើ CP ស្មើជាមួយនឹងជ្រុងវែងស្មើជាមួយនឹង AP សំទោសស្មើជាមួយនឹង AB នៅលើ AD នេះជ្រុងវែងលើជ្រុងខ្លីស្មើជ្រុងវែងនៅលើជ្រុងខ្លីនេះវាលឿនជាងប៉ុន្តែដោយសារគ្នាយើងអត់ទាន់ចេះតលេសផងបងតលេសវាកាត់ពីកាប់ឲ្យត្រីកោណនេះគាត់ថាយើងបងពងសង្កេតមើលសិនតេតងជាមួយនឹង AD ទៀត
chụp mồm nít mà mồm nít mà mồm muối bột mồm muối bột ra tam tờ lấy lưa nó cái này cho tờ lấy lấy Tại bột trai hiện cao ca tinh 42 ta bụng. tìm 42 tại thì dương khá toàn trẻ phòng thì dương mình on chứ toàn trẻ đây ổn ở đây thì dương hai trẻ toàn trẻ thì mong đăng một lệch tờ lấy ai chạm tích mong dương kẹt mơ sẵn trai cao mùi nít dương ban này kì dương ban B xế cho môn trai cao thông dương ban A 7 vẫn tay dương on chụp A đấy nè Access mà AD sao vậy đấy bọn bá anh dân miền access mà AD bọn bạn dương mình access mà đây là mày bởi vì dương bảo trai cao mua nịa cho môn trai cao mua nịa dương âm bên chụp A C một A đây nào từ bóng vậy đấy không bà đã ô anh bọn anh ít thơ tao lát anh bọn bà anh mình miền AD chụp là dân skate mồm mình mồm smile kiểu là ra mồm mình mà cái lô dương bảo trai cao mua đi tránh cho môn trai cao mua đi thành bực lô trai cao pin với anh đôi khí không em bạn trai này là sana tại ban tại A B nơi A B sana là dương bảo trai cao là thôm đi cho môn trai cao đi sana là tại ban trai cao đứng một con tiện tông cho môn trai cao mua đi đại Bộ mà em đôi thì con A, B, P nên con A, C, P. A B P nâng con A C P Bà thấy đợt về nó A đây xong A bạn C chẳng bị cho trên là tôi một A đây. bạn rồi bạn ta đi mông pí chụp anh đi mông pí Môn biến smile cho môn D, C, B bộ. để xây 7 trong mình tham mông mít mà mông pí chụp mù là hết Anh nói dương lên môn P mỗi chỉ môn điện. ở đây bông trang pro cao lấy người dương pro cao đấy phải tơ rồi vậy và tay trai cao pí đôi khi tôi ta bên mông pí pon kia rồi vô bông vậy đâu bạn lấy dương trai cao dương trai mông pí sao nó mông ní chỉ mua đồng mông ní truy cập bóng món thì dân trong click bán bóng click khăn phơi vô làm bóng muốn đi mông BDC mà mông BAP sao CD shop AP hay khăn AB nát A B một cái A C CD shop AP khăn AB chúng ta tiền bàn mông BDC mà mông BAP ok trâu anh ấy mang mông đi tao đi trong bể quán đi bóng này và tao pin đi với stop clear nó tao pin đi với stop clear chẳng mấy tham mông đi vì mình trâu anh nói dân tiền bàn BCD mà BPA các bạn B mà BPA thì saoตัว CD shop AP mông mình mang mông ấy không xong mông thì mất mông BCD mà mông BPA B A trâu tao ôn trâu mở đằng nó tao pin đi stop clear không trâu ơi với clay pick trong mưa trong đằng tao pin đi stop clear nó taoนี่ออกตัวปีนี้สอบเคลียร์นะนะตัวปีนี้สอบเคลียร์จังไม่ได้ทำมุมนี้มามุมเนี่ยมุมหลายมุมไม่เกี่ยวนี่ยังมุมหลายมุมไม่เกี่ยว ត្រូវគ្នា បាទจังไม่ได้ทำมุมนี้คือมามุมไปจังออกมาทำมุมนี้มุม x เตอร์มุมนี้มามุม x ได้จังไม่ได้ทำยังเตอร์รับมุมที่มันปนเคลียร์ยังเตอร์ใส่เป็นเชื้อท่ามีมุมมาที่อ่อน មុំរួម เอาแต่ยังบริตรการนี่เตาตรการนี้จมูกตรการทมเนี่ย Bộ hàng môn P chỉ môn luôn mà bộ. Môn P chỉ môn room cho môn ơi môn trong bริตรการมุมน่ะตับไปแล้ว Con A, B, P nên thì con A, C, P. เราอ่ะยังมีมุมไปคือจีมุมรวมเราอ่ะมุมไปคือจีมุมรวมเดี๋ยวเราไปหาย
យើងត្រូវរកមុំមុំពីរនឹងអត់មុខត្រីកោណពីរនឹងអត់ប៉ុនគ្នាទេអូនមើលចេះ មុំ អូនមើល 3 ចេះ មុំ គ្នាយើងអត់ទៅរួចទេអូនទាំងអស់គ្នាអូនទៅរួចទេបងមើលចេះណាបងចង់ផ្លេចបាត់បងវាចង់ប្រាតតលេះណាបងចង់ប្រាតតលេះវាទៅវាលឿនពេកតលេះហ៎តែគ្នាយើងអត់តន់ចេះតលេះផងណាចាំតិចអូនណាអត់កើតទេហេតុអីបានប្រអុត្រីកោណអត់កើតអូនម្នេះមើលចេះអូនប្រអុត្រីកោណ A B C A B P ត្រីកោណមុំនេះធំណាមុំនេះធំណាតលេះបងមើលមុំមួយនេះមានមុំណាដែលស្មើជាមួយនឹងផែនមុំ A អត់បានទេហ្នឹងគេអញ្ចឹងមានប្រអុត្រីកោណ A B C មានតែប្រអុត្រីកោណ A B C ជាមួយត្រីកោណនេះគេ A B P ពួកយើងសង្កេតមើលមុំប្រហែលជាមុំមានប្រកាសជាមានមុំណាស្មើមុំណាមួយហើយប្រហែលជាមុំឡើយនេះស្មើមុំ A នៅត្រង់ឡើយនេះត្រូវដែរនេះយើង បងអា ស្មើតាអូនស្មើតាមូលហេតុមុំអីគេនេះយើងមុំពីរនេះស្មើគ្នាអត់ស្មើមូលហេតុមុំអីគេអូននេះយើងសំទោសមានបន្ទាត់ពីនេះមានមុំស្មើជាមួយនឹង យើងប្រៀបធៀបត្រីកោណ BDC ជាមួយនឹង BAP ស្រួលជាងដោយសារមានមុំ C ហ្នឹងស្មើមុំ P ហើយមុំ B ចង់និយាយថាចេះបងណាតើបើបានណាអូនបើបងប្អូនត្រីកោណមួយនេះណាជាមួយត្រីកោណមួយនេះសួរថាបងបាន C P មកពីណានេះបាន B P មកពីណានេះយើងចង់បាន B P យល់បងនិយាយទេអូន អត់ទេ BDC ជាមួយ BAP B A P ខ្ញុំរកត្រីកោណមួយហ្នឹងដល់ពេលទៅបងជាប់ AC មកពីណាឥឡូវបងចង់បាន AC បងជាប់ AC មកពីណា AC ហ្នឹងស្មើ AD ត្រីកោណ38អញ្ចឹងបងត្រូវប្រដៅត្រីកោណនេះមានជ្រុង AD អត់បងទៅជិះមានជ្រុង AD អត់ AD ហ្នឹងស្មើ AC ហ៎បងភាសាយើងស្រាយ បាទហ្នឹងហើយប៉ុន្តែបងប្រដៅត្រីកោណ BDP ត្រូវទេ BDC ជាមួយ BAP B អីគេ BA P BDC ហើយនឹង BAP BAP បងគិតតែអញ្ចឹងក៏បានដែរអូនយើងមុំអាយធំណាត្រីកោណមួយនេះមានមុំអាយដែលធំប៉ុណ្ណឹងអត់បងគិតអញ្ចឹងក៏បានដែរវាមិនអាចទៅរួចយ៉ាងនេះ មុំ A ហ្នឹងស្មើមុំ D បាទ មុំ A ហ្នឹងស្មើមុំ BDC អូមែនតែភ្លេចគិតសំទោសមានមុំនេះស្មើមុំនេះមូលហេតុមុំត្រូវគ្នាណោះប៉ុន្តែយើងអត់ជាប់ AD ត្រែណាបងអត់ជាប់ AD ត្រែណា ពេលយើងទាញវិបាកទៅ AD ហ្នឹងយើងជំនួស AC វិញហ៎បង ប៉ុន្តែបងដឹងថាអញ្ចឹងហើយប៉ុន្តែបងប្អូនត្រីកោណមួយនេះណាជាមួយត្រីកោណអាធំនេះមិនអញ្ចឹងហ៎ បាទ ត្រីកោណអាធំនឹងមាន AD អត់មានជ្រុង AD អត់មានជ្រុងណាហើយដល់ពេលត្រីកោណអាតូចនេះមានជ្រុង AD អត់មានជ្រុង AD ណាយល់បងនិយាយនៅបាទចំណុចដែលល្អគឺមានប្រត្រីកោណមួយនេះជាមួយត្រីកោណធំមួយនេះយល់បងនិយាយដែរអញ្ចឹងមានន័យថាប្រហែលជាមុំនេះមុំនេះវាស្មើមុំនេះទេមុំឆ្លាស់ក្នុងប៉ុន្តែជួយប្រត្រីកោណតិចអូនប៉ុនសោះអស់នេះចាប់ងាយបាត់ហើយនេះចង់ពេកឥឡូវយើងសាករកមុំនេះហ្មងឬមួយក៏ប្រាំតលេះទៅវាគ្នាយើងអត់ចេះបើសិនជាយើងបដូរត្រីកោណពីរហ្នឹងមានមុំនេះស្មើមុំនេះហើយមុំនេះឥឡូវសាក់ដល់សិនមកទៅសិនចាំចុកអាចដែរខ្ញុំគិតទៀតណាឬមួយក៏ក្លាមតតពុះក្នុងនិងក្លាមតតពុះក្រៅC នៅលើ AB ស្មើជាមួយនឹង AB នៅលើ AC ឬមកក៏តកតងជាមួយត្រីកោណមួយនេះប្រើតាមតលេះទៅវាលឿនពេកជ្រុងពីរនេះវាស្មើគ្នាជ្រុងពីរនេះវាស្មើគ្នានេះយើងប្រកាសជាប្រដៅត្រីកោណមួយនេះអូនណាយើងសាក់រកជួយរកមុំអូនត្រីកោណមួយហ្នឹងជាមួយត្រីកោណធំនេះទីមួយយើងមានមុំ B ជាមុំរួមណាអូនណាយើងមានមុំ B ជាមុំរួមហើយមានមុំនេះស្មើជាមួយនឹងមុំអីគេអូនមុំមួយនេះស្មើមុំ2បូកឲ្យមុំ P
ប៉ុន្តែអាមុំចុះអាមុំ A នេះយើងត្រូវសម្ចិត្តថាមុំ A នេះមុំ1 + មុំ 1 + មុំ 2 មុំ 1 + 1 + មុំ 2 ស្មើមុំនេះចឹងមានតមុំនេះស្មើមុំ 1 + មុំ 1ចឹងមុំlạiនេះវិញទី1មុំ B ជាមុំរួមเนาะមុំ B ជាមុំរួមឬមួយក៏ត្រីកោណមួយមុំមួយនេះមុំ 1 + មុំ 1 + មុំ 2មិញមុំនេះស្មើ9ប្រត្រីកោណមួយណានេះអូននេះយើងមកតែសិនណាខ្ញុំកាគិតបដូរត្រីកោណអានេះសិនមើលព្រោះយើងឃើញត្រីកោណដូចគ្នាเนาะយើងមានមុំ B ជាមុំរួមហើយមានមុំនេះស្មើមុំ A នេះเนาะអញ្ចឹងត្រីកោណនេះគេអូនត្រីកោណ BCD ដូរជាមួយត្រីកោណនេះគេអូនផ្ញើគេមកអូនត្រីកោណ BDC ជាមួយនឹង BAP BDC BDP អូនឯងបូក1បងភ្លេចគិតរឿងបូក1អូនត្រូវហើយយ៉ាងនោះអរគុណច្រើនអូនបងភ្លេចឃើញអូនពេលខ្លះបងអត់ចេះដែរពេលខ្លះអូអរគុណច្រើនគាត់សិនណាគាត់បូក1នោះត្រូវអូនបងភ្លេចគិតរឿងបូក1ទៀតនោះបាទអញ្ចឹងគិតត្រីកោណនោះវាត្រូវហើយនេះយើងណាណៃមើលថាយើងមានមុំអីគេអូនយើងមានមុំ B ជាមុំរួមណាអូនមុំ B ជាមុំរួមណាមុំ B នេះយើងប្រូត្រីកោណអាធំនេះអូនណាត្រីកោណអាធំនេះជាមួយនឹងត្រីកោណអាតូចនេះណាត្រីកោណអាតូចនេះទី1យើងមានមុំ B ជាមុំរួមហើយមានមុំ D នេះស្មើមុំ A មូលហេតុមុំត្រូវគ្នាណាអូនហើយមានមុំBDC ស្មើជាមួយនឹងមុំPAD មូលហេតុមុំអីគេអូនត្រូវគ្នាណាយល់អីនេះយើងអូននេះយើងអូនយល់បងនិយាយទៅអូនមើលរូបយល់អត់នេះយើងអូនបងប្អូនមានបងណាយល់ទេអូនឥឡូវអូនអស់នេះមកនេះបងមើលយើងមានមុំ B ជាមុំរួមហើយយើងមានមុំ D នេះស្មើមុំ D ឡើយនេះមុំ A ឡើយនេះមូលហេតុមុំគេអូនមុំត្រូវគ្នាណាត្រូវដែរនេះយើងអូនត្រូវមានបងណាយល់អត់អូនបងអស់នេះបងចង់បែងអូនគេចង់បែងគិតមុំគិតចាញ់បាទអញ្ចឹងមុំពីរនេះគឺជាមុំត្រូវគ្នាហើយយើងបានត្រីកោណទាំងពីរនេះគឺជាត្រីកោណដូចគ្នាដោយសារតាមករណីមើលមកអូនទាំងត្រីកោណឯគេត្រីកោណ BCD ដូចជាមួយត្រីកោណមុំ B វាត្រូវមុំ B យើងខ្ញុំដាក់ B មកពូ B នៅខាងបងត្រូវដាក់នៅខាងណាអូនពូមុំ B វាត្រូវមុំ B ហើយមុំ D វាស្មើមុំ A នេះអញ្ចឹងបើ D នៅខាងបើ D នៅខាង A វាត្រូវនៅខាងដែរណា B A វាត្រូវនៅខាងដែរព្រោះមុំ D ស្មើមុំ A មុំ B វាស្មើមុំ B មុំ B ជាមុំរួមអញ្ចឹងមួយទៀតគឺអូតូហើយគឺប្រកាសជាBAP ណាប្រកាសជា P ហើយតែដាក់ជ្រុងខុសយើងទីសមត្ថខុសណាទឹកដាក់ខុសយើងទីសមត្ថខុសហើយអ្វីដែលបងអូនចង់បានគឺបងអូនចង់បាននេះគេបងអូនចង់បាននេះណាបងអូនចង់បាននេះផ្លេចគិតអារឿងបោកបន្ថែមមួយទៀតអូនប៉ែហើយឥឡូវបងអូនចង់បានអីគេបងអូនចង់បាន A3 បងអូនទិញ A3 មកអូនណាបងអូនទិញ A3 នៅលើ B ដីណោះនៅលើ B ដីស្មើគេឥឡូវបងអូនទាញអីគេបងអូនទាញ BP ណាបាទឥឡូវបងអូនទាញ BP ព្រោះយើងតាក់ទងមួយ BP នេះឥឡូវបងទាញ BP នៅលើ BC ណា BP នៅលើ BC មកទៀតអូនគេចាស់ច្រឡំលុបចោលមកទៀតនេះយើងដើម្បីឲ្យបានអីគេដើម្បីឲ្យបានសម័យកាលនេះកាត់ឡើងអូនមើលយើងធ្វើម៉េចដើម្បីបានសម័យកាលនេះកាត់ឡើងអូន BP វាត្រូវហ่ะ BP វាត្រូវហើយនេះយើងឃើញអូន BP វាត្រូវហើយយើងខុសអីគេយើងខុស BC 1ហើយនឹង BD ណា BD ចង់បានទេណាត្រូវទេយើងឥឡូវអញ្ចេះបងគិតអញ្ចេះដើម្បីឲ្យបាន AB នៅលើ AC ណាដើម្បីឲ្យបាន AB ឈប់យើងចង់បាន AC ប៉ុន្តែ AC ស្មើ AD
chẳng a b ní bắt tay b đây ở bông rừng chè vậy nhá thì chứ xong chia sẻ bông rừng chè vậy bông rừng b đấy bông kịch đó lại nữa b đấy là a b smile cho một đường b xây smile cho một đường b xây là b 7 đó là b 7 rồi hai bông phải biên chạy bông phải biên chạy bông phải biên chạy b 7 đấy b bây giờ này b đó b 7 này b 7 này b nó b 7 b đây mong đặt hạ mà b đồ ai đấy đó b đây đi mong đặt hạ b đồ ai kiểu đồ áo đấy để lỡ a 7 smile cho mối nâng để lấy b xây cái nào b xây ổn b xây đi mong đặt hạ smile cho mối nâng b 7 bàn tay bóng đỏ xây 7 chân được 7 bình chẳng phong ban mấy bạn này kì phong ban a 7 phong ban muối đồ a đấy nơi đây kì nơi lơ a 7 smile cho môi này kì xây 7 nơi lơ 7 nè xây 7 nơi lơ smile muối phải bị chụp pin mất phải bị chụp pin màn muối đồ ai xây 7 nơi lơ 7 nè con sưu lệnh môi trắng bọn nói sưu nhà độ trà đấy bọn bạn này cái còn bạn a đấy nơi lơ a 7 smile nơi cái ổn smile đang xây 7 nơi lơ 7 đôi nhớ đôi này dương ổn chẳng dừng bạn a 7 chấm ra từ lơ từ cao với món ở đôi con nào mấy con đôi chẳng ổn Desma AC Desma AC sum to này bạn a 6 nơi lơ a 7 smile đang xây 7 nơi lơ 7 nè còn ao cho làm bút cao bút không nó sẽ điên nhiều nè còn này giờ khi diêm scan bơ hôm nay nữa nè trong nôm a 7 bông chấm nào với nhau nè nơi lơ a 6 smile cho mình b 7 lơ xây 7 bật nó khi diêm tao sẵn cây con ấy nó giật cho làm mùi áp cao bút không nó mấy cái đồ lẹ nặng trong con anh tao nè anh lấy bông một chỗ làm hạt đi mùi nè một lần ôn cho bông chỉ tao mặt đột tiền hình ôn bọn đang tam tê lá cưa thon trong trâu tê mùi hết cứ bọn đang thả vì bút cao bạn vì sập thì bạn hại chẳng bạn bọn ở riêng nữa này riêng cho bạn chẳng á lấy bọn mơ là chẳng vô đấy bọn anh đại phương con tao khi vô đấy ôn còn bọn vô bóng giấy nó ôn tao đi ôn còn ai kho trong tiếng nào ôn này lên bọn chẳng mới mình đang trong cái tham con đang tha tao nó bị sập thì bạn vô bóng giấy ôn ôn này vừa nó vô bóng giấy đó con sao ôn còn mình bọn nào vô đấy ôn tam và bọn này vừa nó cứ toàn trăm tới nào ơi thì chương trình ôn a 7 lơ a 6 smile cho người cái 7 lơ xây 7 nè lấy phone mới tại con a b c nó tại con a b c miền đấy cứ chia miền đấy chia cho mạch mũi để lơ b c a b c miền đấy cứ chia cho mạch mũi để lơ b c đây ở cứ chia còn làm tuột miền đấy cứ chia cho mạch mũi để lơ b c cô cho lại cái này cao nè đấy cứ chỉ một lần lượt bc đây ở cứ chia làm tốt cùng này mồm đầy nó đấy là tính món á đấy cô cho pa một đấy mấy tiền đó đây ở cứ chia làm tốt cùng này mồm mấy cái thì dây on đây ở cứ chia làm tốt cùng này mồm đấy đấy xây đấy xây chẳng đầy ở đó một ấy trắng đó mà chết đó cắt a sẽ trong ở đó cùng on con đây f cây nâng đây ở cùng con đây f cây mong đây ở đó đây f cây chỉ mong đây ở cắt a b trong f đó nè cắt a b trong f bằng 2 tháng a đấy b ở sẽ a đấy b ở nâng CF ប្រសពគ្នាត្រង់ចំណុចជាមួយណា
មក5 minute បងបានទេអូននេះយើងនេះយើងអូន5 minute បងបានទេអូនឯប្រាប់បងបានទេយើងធ្វើតាមណាអូនបងប្អូនឥឡូវបងគិតអញ្ចេះដើម្បីបង្ហាញថាអាទាំងអស់នឹងវាប្រសពពីត្រូវជាមួយបងត្រូវបង្ហាញថាម៉េចឯប្រាប់បងបានបង្ហាញថាម៉េចអូនបង្ហាញថាម៉េចគោលដៅរបស់យើងអូនបង្ហាញថា AF នៅលើអីគេអូននេះយើងអូន តាម បងប្អូនបាទ AF នៅលើ BS ស្មើអីគេគុណអីគេអូនអាបងទីមកអូនដើម្បីបង្ហាញថាបើដីស្អី អូខេ BD នៅលើ CD គុណអីទៀតអូនអាបងទីមកនេះយើង CE នៅលើ A CE នៅលើ AE ស្មើ1មូលហេតុអានឹងគឺជាទ្រឹស្ដីបត់អីគេអូនទ្រឹស្ដីបត់អីគេអូនមូលហេតុណាបាទសេវាឥឡូវបងចាំបានអូនបងឃើញទេអានេះគឺជាគេអានេះវាពុះក្នុងអីអូនពុះក្នុងអូនពុះក្នុងអូនអាដេឥឡូវបងសួរមកចាំស្ដាប់បងណាដេនឹងពុះមុំអីគេអូនពុះមុំអីគេអូន ADC បាទពុះក្នុងណាពុះក្នុងណាដល់ពេលបន្ទាត់នេះកែងបន្ទាត់នេះកែងអូនកែងកែងអត់នេះយើងបាទអញ្ចឹងមានន័យថាមុំនេះស្មើមុំនេះអត់ ស្មើ បាទឃើញទេឃើញទេអញ្ចឹងសម្រាប់តាមនឹងនេះឃើញទេនេះចាំថាមុំពីរនេះស្មើគ្នាមុំ E ក្រិចមុំ E ក្រិចបងគិតអញ្ចឹងមូលហេតុបងមើលលក្ខណៈឡើងនេះណាបងមើលឡើងនេះពុះក្នុងឯងពុះក្នុងឃើញទេបន្ទាត់នេះមិនគេប្រាប់ថាកែងមិនអាយើងសម្លាញ់មិនទាន់ថាកែងទេយើងបើសិនជានេះពុះក្រៅមានន័យថាបើសិនជា A2 វាចែកមុំ2នេះជា2ប៉ុនគ្នាយើងបានបន្ទាត់ពុះក្នុងពុះក្រៅកែងគ្នាចាស់មកវិញប្រសិនមកបងអូនមានមុំនេះវាកែងហើយអញ្ចឹងមានន័យថាមុំនេះស្មើមុំនេះបើចាស់បណ្ដោយគ្នាចាំទៅបងបានណាយិតអត់ចេះត្រឹងទៀតអូនណាយិតអត់ចេះត្រឹងទៀតណាលក្ខណៈរបស់វាគឺប្រច្រាស់ទៅវិញមកអញ្ចឹងចាំអានបងឲ្យរៀនឲ្យច្បាស់ណាឃើញទេអូនចាប់បងពេកបងប្រាប់ថ្នាក់មកលោកសិនឲ្យគាត់ចាំតិចចាំតិចឲ្យបងឲ្យគាត់ចាំ10នាទីចាំតិចលើកមកតិចឃើញអូនបើសិនជាដំបងយើងអានេះពុះក្នុងអានេះពុះក្រៅអញ្ចឹងបន្ទាត់ពុះក្នុងនិងពុះក្រៅវាកែងគ្នាណាអញ្ចឹងបើសមត្ថកម្មគេឲ្យថាវាកែងគ្នាហើយអញ្ចឹងមានតែអានេះវាពុះក្រៅមិនអញ្ចឹងដូចអានេះអញ្ចឹងអូនឃើញអូនអានេះពុះក្នុងអានេះយើងអត់ដឹងថាវាពុះក្រៅវាអត់ទេប៉ុន្តែគេប្រាប់ថាអានោះវាកែងគ្នានេះសមត្ថកម្មអូនណាសមត្ថកម្មថាវាកែងគ្នាអញ្ចឹងមានតែអានោះពុះក្រៅឃើញអូនបើឆ្នាំបណ្ដាម្ចាស់អញ្ចឹងបងប្អូនមិនរៀនបងអូនមិនចេះទេឃើញទេបើឆ្នាំបណ្ដាម្ចាស់អញ្ចឹងបាទអញ្ចឹងមានន័យថាម៉េចនេះយើងអូនមានន័យថាម៉េចដោយសរសេររូបអូនឯងណាឥឡូវបងសរសេរសម្រាប់ឲ្យឥឡូវបងបញ្ចូលតិចអញ្ចឹងមានន័យថាម៉េចមានន័យថាអានេះវាពោះនេះអញ្ចឹងបានមុំនេះស្មើមុំនេះអញ្ចឹងនៅពេលបងអនុវត្តបងបានអីគេ BF នេះបងអនុវត្តតាមច្បាប់ក្លាំតពោះមុំនេះមូលហេតុអីបានបងដឹងថាអញ្ចឹងពួកយើងចង់បាន BS នៅលើ BS អញ្ចឹងពុះអានេះវាដើរពុះដើរជាពុះក្នុងនេះមុំអីគេនៅមុំនេះនៅត្រង់មួយហ្នឹងអញ្ចឹងនៅពេលបងដើរបងគេគាត់បាន AF នៅលើ BS ស្មើជាមួយនឹង AD នៅលើ BD មិនចឹងអូនយល់បងនិយាយនេះយើងអូនលក្ខណៈពុះក្នុងនេះតាមច្បាប់ក្លាំតពុះមុំអីគេនេះយើងអូនយល់បងនិយាយអត់អូននេះយើងយល់បងបាទនេះក្លាំតពុះមុំមួយនេះអូនណានេះនៅត្រកោណនេះវាពុះមុំនេះមូលហេតុមុំនេះវាស្មើគ្នាណាអញ្ចឹងយើងបាននេះគេយើងបាន AF នៅលើ BS ស្មើទៅនឹង AD នៅលើ BD បងដាក់ណាមុនក៏បានដែរវាមិនខុសទេផងដាក់ AD នៅលើ BD ស្មើនឹង AS នៅលើ BS ក៏បានដែរប៉ុន្តែយូរទៅយើងតាមប្រធានគេចង់ឲ្យទៅដាក់នៅលឿនជាងណាគាត់បាន AF នៅលើ BF ស្មើអីគេស្មើ AD នៅលើ BD ណាគេដាក់យល់ណាឆ្វេងស្ដាំចេះណាឲ្យចាំអញ្ចឹងBD បងបានហើយឃើញទេបងបានហើយអញ្ចឹងមានតែបងអនុវត្តតាមអីទៀតអូនដើម្បីឲ្យបាន CD AE CE បងអនុវត្តមកទៀតអូនអញ្ចឹងអូនបងអនុវត្តមកទៀតទៅដើម្បីបាននេះអូនណាអញប្រាប់បងបានទេអូននេះយើងអូនអនុវត្តមកទៅអូន ពុះក្នុងជាហៀងទៀត បាទពុះក្នុងមកឈៀងទៀតបងនេះមានអីទៅបាទអូនណានេះកែនេះវាពុះក្នុងហ៎កែនេះវាពុះក្នុងហ៎កាលណាវាពុះក្នុងវាមិនយើងបានមុំនេះស្មើគ្នាអញ្ចឹងបងអនុវត្តតាមច្បាប់ក្លាំតពុះមុំនេះមកក្លាំតពុះមុំរៀនហើយណាយកអត់ចេះទៀតណា
ចឹងតាមស្បកឡើងតពុះមុំនៃមុំនេះណាចឹងផតបានអីគេផតបាន C នៅលើ A ស្មើជាមួយនឹង AD ស្មើនឹង DC ឆ្វេងនៅលើស្ដាំស្មើនឹងឆ្វេងនៅលើស្ដាំចេះណាឲ្យចាំអញ្ចឹង CD នៅលើអីគេនៅលើ AD បងយកគុណគ្នាមកបងយកគុណគ្នាមកអញ្ចឹងនាំឲ្យ AF នៅលើ BF គុណណាបងយកឆ្វេងគុណឆ្វេងអាស្ដាំគុណស្ដាំគុណអង្គគុណឲ្យ CE នៅលើ AE គុណស្មើនឹងអីគេអូនស្មើនឹង AD បងស្រួលចោលស្មើទៅនឹង CD នៅលើ BD អញ្ចឹងសាក់មួយនឹងអីគេសាក់មួយនឹង AF នៅលើ BF គុណអីគេគុណឲ្យ BD នៅលើ CD ណាបងរៀននេះមកវិញមកភាគបែងទៅភាគយកវិញគុណអីគេគុណឲ្យ CE នៅលើ AE ស្មើមួយនៅអូនប៉ុណ្ណឹងនេះយើងតាមលក្ខណៈទ្រឹស្បត់អីគេទ្រឹស្បត់សេវាអូនប៉ុណ្ណឹងនេះយើងប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់ចោះនេះយើងណាសុបាយអូនមិនបងបាននេះខតទេ